សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ជាទីរាប់អានមិននឹងចូលទស្សនាបងប្អូនជួយ subscribe បងប្អូន subscribe ម្នាក់មួយបងប្អូនដើម្បីទទួលបានវីដេអូថ្មីរបស់យើងខ្ញុំបាទអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំនឹងខ្ញុំបានទទួលនឹងការផលិតទទួលនឹងពោលនីយដ្ឋានមួយកន្លែងដែលជាតំបន់មជ្ឈមណ្ឌលវិបស្សនាមួយដែលស្ថិតនៅក្នុងខេត្តកណ្ដាលយើងនឹងអញ្ចឹងបងប្អូនបងប្អូនតាអញ្ជើញទស្សនាទាំងអស់គ្នាអំពីដែលយើងហៅថាព្រះសក្យមុនីចេតិយឬក៏យើងហៅមុទិថាភ្នំឧត្តងឬក៏ភ្នំអធរៈដែលខ្ញុំបានធរនឹងដែលបានធ្វើដំណើរពីដល់ពីខាងគោមកដល់លើដល់ពាក់កណ្ដាលនៃផ្លូវដល់ប្រជេដីប្រជេដីពីពាក់កណ្ដាលឬក៏គេថាយើងថាចង្កេះពាក់កណ្ដាលចង្កេះភ្នំដែលយើងដើរវៀងធ្វើដំណើរទៅកន្លែងតម្កល់ព្រះសារីកធាតុរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងបងប្អូនព្រះសារីកធាតុរបស់ព្រះបរមគ្រូនៃយើងដែលបងប្អូនធ្លាប់ឮលោកយាយលោកតាទាំងអស់ដែលហៅថាព្រះសក្យមុនីព្រះសក្យមុនីចេតិយបាននៅក្នុងភ្នំពេញយើងដែលមានហៅថាស្ម័យយានព្រះសក្យមុនីបងសក្យមុនីនៅក្នុងអាកាសរាជាស្ម័យយានកម្ពុជាក៏សាងឡើងនៅសម័យណាហើយសម្រាប់តម្កល់អ្វីហើយបច្ចុប្បន្នកាលនេះព្រះសក្យមុនីចេតិយត្រូវបានបដូរទីតាំងទៅនៅឯណានៅពេលណាមូលហេតុអ្វីបើតាមចម្លើយព្រះសក្យមុនីចេតិយខាងមុខស្ថានីយ៍ជាស្ម័យយានកម្ពុជាក៏សាងរួចរាល់ថ្ងៃទី12ខែឧសភាឆ្នាំ1957ត្រូវនឹងថ្ងៃទី15កើតខែពិសាឆ្នាំរកាពុទ្ធសករាជ2500ក្នុងរាជព្រះករុណាព្រះបាទនរោត្តមសីហនុវរ្ម័នសម្រាប់តម្កល់ព្រះបរមសារីកធាតុព្រះចង្កូមកែវព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តធាតុទាំងគូព្រះសិរីបុត្រនិងព្រះមុគលានបច្ចុប្បន្នព្រះសក្យមុនីចេតិយត្រូវបានបដូរបងប្អូនត្រូវបានបដូរទីតាំងទៅលើភ្នំព្រះរាជទ្រព្យដែលយើងហៅថាភ្នំឧត្តងដែលស្ថិតនៅក្នុងឃុំផ្សារដែកស្រុកពញាលឺខេត្តកណ្ដាលនៅថ្ងៃទី12ខែធ្នូឆ្នាំ2002មូលហេតុនៃការផ្លាស់ប្ដូរទីតាំងបណ្ដាលមកពីព្រះករុណាព្រះបាទនរោត្តមសីហនុទ្រង់ព្រះរាជតម្រិះថាព្រះសក្យមុនីចេតិយដែលតម្កល់ព្រះបរមសារីកធាតុគួរតែស្ថិតនៅទីតាំងខ្ពស់ប្រកបទៅដោយបរិយាកាសស្ងៀមស្ងាត់ដើម្បីជាទីគោរពសក្ការៈរបស់ពុទ្ធសាសនិកជនព្រះសក្យមុនីចេតិយខាងមុខដោយស្ម័យយានដែលស្ថិតនៅទីតាំងទៀតដែលពោលជុំវិញដោយការលក់ដូរអត្ថសម្ដាប់ធ្នាប់ឬក៏វាមានភាពច្របូកច្របល់មិនសមស្របជាបូជនីយដ្ឋានរបស់ពុទ្ធសាសនិកជននឹងដែលតម្កល់ទីកន្លែងដែលមានគេថាភាពទាក់ទាញទីតាំងខ្ពស់ព្រះបរមសារីធាតុរបស់ព្រះពុទ្ធដែលបានតម្កល់នៅក្នុងព្រះសក្យមុនីចេតិយនៅលើកំពូលភ្នំព្រះរាជទ្រព្យឬក៏ភ្នំអធរៈបច្ចុប្បន្នបានជាទីគោរពបូជាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាដែលចាត់ថាជារតនវត្ថុដ៏ពិសិដ្ឋមួយសម្រាប់គោរពបូជា
ដែលមិនអាចកាត់ថ្លៃបានណាសម្រាប់ប្រទេសកម្ពុជាយើងព្រះបរមសារីរិកធាតុគឺជាតំណាងណាជាតំណាងព្រះពុទ្ធបរមគ្រូនិងជាតំណាងនៅភាពត្រជាក់ត្រជុំសម្រាប់ប្រទេសកម្ពុជាព្រោះព្រះសារីរិកធាតុពិតជារតនវត្ថុដ៏មានសារៈសំខាន់សម្រាប់ប្រជាជនខ្មែរដែលជាអ្នកគោរពណាព្រះពុទ្ធសាសនាពីព្រោះថាព្រះបរមសារីរិកធាតុនោះគឺជាផ្នែកមួយនៃសរីរាង្គកាយរបស់ព្រះសម្មាសម្ពុទ្ធជាទីគោរពបូជាដ៏ខ្ពង់ខ្ពស់ណាដ៏ខ្ពង់ខ្ពស់ពីព្រោះថាព្រះពុទ្ធសាសនិកទាំងអស់បានគោរពនិងលើកដំកើងព្រះសារីរិកធាតុណានឹងជាអត្តធាតុរបស់ព្រះពុទ្ធខ្លាំងណាស់គឺសំដៅទៅលើការគោរពណាបងប្អូនណាទៅលើការគោរពគុណូបការៈឬគុណសម្បត្តិដ៏ល្អណាខ្ពង់ខ្ពស់របស់ព្រះអង្គណាដូចជាទ្រង់មានប្រតិមេត្តាអនុរសោឥតព្រំដែននៅក្នុងការសម្ដែងធម៌ទេសនាបញ្យល់ប្រោះមនុស្សទូទៅឲ្យបានយល់ហើយរបស់ខ្លួនឲ្យរួចផុតពីសេចក្តីទុក្ខទាំងឡាយអ្នកប្រាជ្ញពុទ្ធសាសនាក៏បានបញ្ជាក់ថាក្រោយពីព្រះពុទ្ធទ្រង់បរិនិព្វានទៅពុទ្ធបរិស័ទបានគោរពបូជាដល់គុណសម្បត្តិរបស់ព្រះសម្មាសម្ពុទ្ធដោយយកប្រធូរដែលទ្រង់សម្ដែងមកបដិបត្តិនិងគោរពបូជាព្រះសារីរិកធាតុណាគោរពព្រះមហាពោធិប្រកដែលទ្រង់គង់ប្រថាប់ចម្រើនធម៌នៅក្រោមដើមឈើនោះរហូតទៅបានត្រាស់ដឹងណាគោរពព្រះចេតិយជាទីតម្កល់ព្រះសារីរិកធាតុនិងគោរពព្រះពុទ្ធរូបជាដែនរតនវត្ថុទាំងអស់នឹងហើយដែលជាទីសក្ការៈដ៏ថ្លៃថ្លានៃអ្នកគោរពកាន់ព្រះពុទ្ធសាសនាដែលនាំឲ្យប្រទេសជាតិរបស់យើងមានត្រជាក់ត្រជុំជានិរះនៅសុខសាន្តណានៅសុខសាន្តដែលយើងជាអ្នកកាន់ព្រះពុទ្ធសាសនាណាដែលកម្ពុជារដ្ឋប្រទេសកម្ពុជាយើងណាបងប្អូនណាប្រទេសកម្ពុជាយើងណាសារីរិកធាតុដែលមាននៅក្នុងប្រទេសកម្ពុជាយើងវាមានដំណើរតាំងពីពេលណាមកណាបងប្អូនណាក្រោយពេលដែលព្រះពុទ្ធទ្រង់បរិនិព្វានចូលទៅមានវត្ថុ4ណាយ៉ាងដែលសំខាន់ដែលជាវត្ថុតំណាងណាជាការនឹករលឹកដល់ព្រះអង្គណាទី1គឺព្រះសារីរិកធាតុណាទី2ចេតិយឬក៏បញ្ចុះព្រះសារីរិកធាតុឬក៏ចេតិយជាតំណាងព្រះសារីរិកធាតុណាទី3មហាពោធិប្រកនិងព្រះពុទ្ធរូបទីបញ្ចប់ព្រះពុទ្ធរូបសូមអរគុណបងប្អូនប្រុសស្រីទាំងអស់ដែលបានអ្នកទស្សនានៅវីដេអូរបស់យើងខ្ញុំបាទបើសិនបើមានកំហុសខុសឆ្គងក្នុងការស្រាវជ្រាវរបស់ខ្ញុំត្រង់កន្លែងណាមួយនោះសូមអធិស្ឋានណាបងប្អូនគ្រប់រូបទាំងអស់សូមជួយផ្ដល់យោបល់ដើម្បីខ្ញុំកែលម្អណាសូមអរគុណច្រើនណាបងប្អូនណាបងប្អូនជួយ Subscribe ណាម្នាក់មួយដើម្បីទទួលបានវីដេអូ